សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលរស់នៅប្រទេសញូហ្សេឡង់ណាគឺគាត់តែងតែទៅផ្សារជារៀងរាល់អាទិត្យព្រោះអីក្នុងប្រទេសញូហ្សេឡង់គឺគេបើកប្រាក់ខែជារៀងរាល់អាទិត្យមិនមែនបើកជាមួយខែម្ដងទេគឺគេបើកជារៀងរាល់អាទិត្យអញ្ចឹងរាល់ការទិញម្ហូបរាល់ការគេទិញអីវ៉ាន់អីផ្សេងប្រចាំថ្ងៃហ្នឹងគឺគេតែងតែចំណាយពេល shopping ថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃ weekend របស់គេគឺគេទិញអីវ៉ាន់ក្នុងថ្ងៃសៅរ៍ថ្ងៃអាទិត្យហើយសម្រាប់ខ្ញុំនេះគឺធ្វើការនៅរោងចក្រគឺថ្ងៃសៅរ៍ថ្ងៃអាទិត្យអត់ធ្វើការទេជួនកាលថ្ងៃសៅរ៍គេធ្វើការថែមម៉ោងប្រហែលជា4ម៉ោងអីក៏យើងចេញពីធ្វើការមកក៏យើងមកផ្សារមកអីធម្មតាជារៀងរាល់ថ្ងៃសៅរ៍ហើយម្ហូបយើងទិញយើងអត់ទិញច្រើនទេព្រោះឲ្យយើងនៅជុំគ្នាយើងទិញសម្រាប់តែមួយអាទិត្យសម្រាប់តែយើងទុកធ្វើការយើងលៃមកល្មមសម្រាប់មួយអាទិត្យទៅម្ហូបអាហារមានសាច់មានត្រីបន្លែប្លុកអីហ្នឹងហើយថ្ងៃខ្លះយើងឃ្លានម្ហូបអាស៊ីហ្នឹងទៅយើងចូលផ្សារអាស៊ីដើម្បីទិញគ្រឿងទិញអីដើម្បីធ្វើហើយចំពោះម្ហូបខ្មែរយើងវិញគ្រឿងវាអត់មានសូវគ្រប់ទេអញ្ចឹងពេលខ្លះយើងឆិនឆៃខ្លះដែរអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនខ្មែរដែលចង់មើលទស្សនាវីដេអូបន្តមានព័ត៌មានអីចង់សួរអាច comment មកបានបងប្អូនជួយ follow ម្នាក់មួយ comment មកខ្ញុំឆ្លើយតបជាមួយមានអីឆ្ងល់